สำหรับក្មេងទើបតែគ្រប់អាយុដូចគេម្នាក់នេះតើវាមិនសាហាវពេកទេខ្ញុំរវាងអ្នកនិងខ្ញុំបើទោះជាគ្មានរឿងអ្វីកើតឡើងក៏វាមិនអាចទៅរួចអ្វីដែលបានសរសេរលើក្រដាសនោះគឺជាអ្វីដែលចេញពីចិត្តខ្ញុំពិតកុំមកកញ៉ៃញ៉ៃជាមួយខ្ញុំទៀតខ្ញុំត្រូវទៅរៀនហើយអូមែនហើយការគ្រប់គ្រងថ្នាក់រៀននៅមហាវិទ្យាល័យវិទ្យាសាស្ត្រគឺតឹងរ៉ឹងអ្នកក្រៅមិនអាចចូលបានទេកុំតាមខ្ញុំទៀតអីលាហើយស៊ីយ៉ានៃអ្នកមិនអាចគេចផុតពីខ្ញុំបានទេតភា石头考试的这个改天加强ស៊ីយ៉ានៃអ្នកបានកំចាត់កកន្ទុត我跟你说他以后要是再纠缠你你就躲进咱专业教室里高校的研究所是国家统一管控的他绝对进不来សួស្តីនិស្សិតទាំងអស់គ្នាថ្ងៃនេះខ្ញុំមានដំណឹងល្អចង់ប្រាប់មន្ទីរពិសោធន៍របស់យើងទើបតែទទួលបានការឧបត្ថម្ភពីវិនិយោគិនដែលបានផ្ដល់សម្ភារៈស្រាវជ្រាវថ្មីបំផុតពីបរទេស我相信咱们的科室未来一定会更上一层楼ឥឡូវនេះសូមអញ្ជើញម្ចាស់ជំនួយឡើងមកមានមតិខ្លះលោកឈីសូមអញ្ជើញសួស្តីនិស្សិតទាំងអស់គ្នាមូលហេតុដែលខ្ញុំជ្រើសរើសសាលានេះគឺដោយសារធ្លាប់មានមិត្តម្នាក់ជួយខ្ញុំហើយខ្ញុំគឺជាមនុស្សដែលដឹងគុណគេជានិច្ចសូមទោសនិស្សិតរូបនេះសូមខិតចេញបន្តិចហេតុអ្វីបើលោកឆៃចង់អង្គុយទីនេះខ្ញុំនឹងងើបអោយមិនបាច់ទេឲ្យគេទៅវិញទៅតើម៉ូតូរបស់អ្នកណាចុះកាត់ទាំងផ្លូវនៅមាត់ទ្វាររបស់ខ្ញុំគេត្រូវជួសជុលអគារផ្នែកខាងក្រៅសូមទៅរុញវាចេញបន្តិចបើមិនរុញចេញទេបែកថ្នាំលាបលើម៉ូតូពួកយើងមិនទទួលខុសត្រូវភ្លេចប្រាប់មិត្តរួមថ្នាក់ទាំងអស់គ្នានៅពេលសម្ភារៈសិក្សាត្រូវបានធ្វើបច្ចុប្បន្នភាពហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវធ្វើនិស្សិតសឺសូមជួយណែនាំផងឆ្អឹងគឺជាជាលិការឹងមាំនៅក្នុងខ្លួនមនុស្សឬសត្វ组织分两种人和高等动物的骨骼在体内叫内骨骼那么接下去请同学们以同桌为单位按照上图所示进行人体各部分骨骼的熟悉លោកគ្រូមានការអីតើយើងត្រូវសិក្សាពីវាដោយរបបគឺត្រូវប្រើការប៉ះផ្ទាល់ឆោត好了同学们开始吧និស្សិតសូតោះចាប់ផ្ដើមទៅលោកឆេខ្ញុំចាំទីតាំងឆ្អឹង都已经记住了